វាជារឿងចៃដន្យមួយដែលខ្ញុំជួបបងប្អូនភេទសឹកម្នាក់តែបងប្អូនស្ដាប់ទៅតើបងប្អូនយល់យោបល់បែបណាព្រោះអីខ្ញុំឃើញការគិតរបស់គាត់ការធ្វើរបស់គាត់គឺល្អត្រឹមត្រូវមែនតើណាដឹងថាត្រឹមត្រូវបែបម៉េចអត់បងប្អូនពេលខ្ញុំជិះទៅដល់តំបន់ហ្នឹងខ្ញុំក៏ឈប់ឡានពេលដែលខ្ញុំដាក់ស្បៀងដាក់អីឲ្យរួចរាល់ណាយើងក៏ឈប់ឡានតាមផ្លូវវាលស្រែអញ្ចឹងទៅអញ្ចឹងខ្ញុំក៏ឃើញគាត់ខ្ញុំក៏សួរនាំគាត់អ្នកស្មានតែគាត់អ្នកភូមិអ្នកស្រុកនៅអញ្ចឹងនៅនឹងអីអញ្ចឹងទៅគាត់ថាគាត់អ្នកភេទសឹកមកទេពីតំបន់នេះតំបន់នោះអញ្ចឹងទៅហើយខ្ញុំទៅសើគាត់មែនណាបងប្អូនទៅសើគំនិតគាត់ល្អមែនតាគាត់ដើរបេះតកួនអាតាមភ្លឺស្រែយើងហ្នឹងបងនៅចិត្តតំបន់ភៀសសឹកហ្នឹងគាត់ចេញមកក្រៅក្រៅអញ្ចឹងទៅគាត់មើលតកួនមើលបន្លែអីដែលវល់លើដើមឈើដើមអីហ្នឹងគាត់បេះទុកស្លពេលថ្ងៃឡើងអញ្ចឹងទៅណាតែព្រឹកឡើងប្តីគាត់ចេញទៅចាប់ក្តាមរកខ្យងរអានេះគេហៅអីចេះបងប្អូនរងកែបរកអីចឹងណាជាដើរកាយដៃខ្វែងចឹងទៅគាត់ថាបានដែរយ៉ាងហោចណាស់គាត់ថាក៏បានពី3ពេលដែរតែគាត់ឆ្លាស់គ្នាពេលព្រឹកឡើងប្តីគាត់ចេញរកតែគាត់នៅមើលកូនដល់ពេលប្តីគាត់មកថ្ងៃឡើងចឹងទៅហូបបាយហូបអីហើយចឹងទៅសម្រាប់ដូចថារឿងថ្ងៃអាស៊ានតិចគាត់ចេញដើរប្រពន្ធដើរបេះបន្លែបេះអីគិនលបងតាមភ្លឺតាមស្រែចឹងណាបងប្អូនខ្ញុំថាដូចមួយយ៉ាងហើយគាត់និយាយថាមិនអត់គាត់និយាយថាចេះអូយអូនអើយដោយសារបងប្អូនភៀសសឹកច្រើនជំនួយគេជួយមកតរហូតហ្នឹងតែដោយសារបងប្អូនយើងច្រើនអញ្ចឹងណាអញ្ចឹងគាត់ក៏មានកំណត់គាត់ថាបើគាត់រកអីបានគាត់ចេះតែរកទៅរកហូបបានអញ្ចឹងណាខ្ញុំគិតទៅមួយយ៉ាងតាបងប្អូនឥឡូវបងប្អូនផ្ដល់យោបល់មើលថាល្អអត់កំណត់គាត់ហើយខ្ញុំទៅសារគាត់ណាហើយខ្ញុំជូនថាវិការគាត់បានតិចតួចដែរគាត់និយាយទៅមួយយ៉ាងរបស់គាត់មែនគាត់ចេះយកដើរបេះតកួនដើរបេះបន្លែព្រោះតកួនហ្នឹងគាត់អាចទៅឆាហូបបានពេលខ្លះលឹកបាសលឹកអីដែលវត្តតាមដើមឈើតាមភ្លឺស្រែភ្លឺអីឬក៏ដើមឈើចិត្តព្រៃអស់ហ្នឹងណាដែលគាត់អាចបេះបានអញ្ចឹងផ្សាយផ្សំបានមកកញ្ចែងរបស់គាត់តែបងប្អូនហើយគាត់ប្រាប់ថាគ្រួសារគាត់ហ្នឹងបងប្រុសហ្នឹងពេលព្រឹកឡើងក៏ដើររកខ្យងត្រីកែបក្តាមអីអញ្ចឹងទៅបានមកហូបរបស់គាត់មកសឡតែគាត់ថាពេលខ្លះយើងបានច្រើនដែរតាពេលណាបានច្រើនអញ្ចឹងទៅគាត់ប្រឡាក់អញ្ចឹងទៅព្រោះគាត់ថាហ្នឹងតំបន់ស្រុកភូមិគេគាត់នៅថាទៅណាទេគាត់ឃើញស្រែឃើញតាពាំងបឹងបួអីចិត្តខ្លួនគាត់ចេះដើររកបានហូបខ្លះអញ្ចឹងណាតែខ្ញុំស្ដាប់ទៅមួយយ៉ាងរបស់គាត់គាត់ថាគាត់អាចចេញទៅរកម្ដង2នាក់អីគាត់ដាក់វេនគ្នាព្រឹកគ្រួសារគាត់ចេញដើររកអញ្ចឹងទៅដល់ពេលថ្ងៃអាសៀលឡើងប្រពន្ធគាត់ចេញដើរបេះបន្លែប្តីដើររកសាច់ប្តីដើររកហើយអញ្ចឹងទៅអាសៀលឡើងប្រពន្ធដើរបេះបន្លែគៀននឹងតកួនយើងអារិចបងប្អូនគាត់ថាឲ្យតែហូបឲ្យតែរស់សិនទៅតែគាត់ថាឆ្ងាញ់តែមានអីពួកគាត់ថាស្បៀងជំនួយដែលជួយពីខាងភ្នំពេញច្រើនប៉ុន្តែដោយសារបងប្អូនយើងភៀសសឹកច្រើនគាត់ខ្វះខាតអញ្ចឹងណាអញ្ចឹងដើម្បីឲ្យហូបតាន់មកគាត់ថាគាត់ចេញរកខ្លួនឯងខ្លះអញ្ចឹងទៅពេលខ្លះបានត្រីបានអីអញ្ចឹងទៅប្រឡាក់ម្លែកទុកខ្លះអីខ្លះអញ្ចឹងណាហើយពេលខ្លះអញ្ចឹងទៅស្ងោរក្តាមស្រែក្តាមអីហត់អញ្ចឹងទៅអត់ទេមួយយ៉ាងបងប្អូនគិតទៅមែនអត់ក៏ប៉ិតវាជាសារមួយជូនទៅដល់បងប្អូនភៀសសឹកណាបើសិនជាគាត់អាចឥឡូវយើងហូបអត់តន់មាត់អីណាបើសិនជានៅតំបន់យើងចិត្តហ្នឹងយើងដើរទៅរកស្រែរកតាពាំងបឹងបួអីនៅចិត្តហ្នឹងដែលយើងអាចរកអីញ៉ាំបានយើងជួយគ្នាទៅដើម្បីអីដើម្បីយើងហូបតន់មាត់កូនយើងអញ្ចឹងណាអ្វីដែលខ្ញុំនិយាយនេះគឺជាការពិតមួយហើយខ្ញុំក៏គិតថាបើខ្ញុំនិយាយទៅតើបងប្អូនយល់ថាវាជាគំនិតល្អអត់អញ្ចឹងណាតែបើខ្ញុំស្ដាប់ទៅគំនិតគាត់ល្អមែនល្អបើសម្រាប់ខ្ញុំវិញខ្ញុំគិតថារកអីហូបបានយើងចេះតែរកទៅណាបងប្អូនចិត្តនឹងបេះបោចទៅមួយទៀតគាត់ថាគ្រួសារគាត់ឲ្យនៅស្ងៀមគាត់អត់ចេះនៅឲ្យគាត់ទៅរកអីក៏រកអត់កើតដែរអញ្ចឹងគាត់មានតែដើររកម្ហូបសម្រាប់ផ្គត់ផ្គង់ខ្លួនឯងហូបអញ្ចឹងណាតែបងប្អូនអើយកុំនិយាយអីប៉ះពាល់បងប្អូនភេទសឹកនិយាយមែនអារម្មណ៍មួយហ្នឹងយើងទៅដល់ភាពជាក់ស្ដែងមិនយើងដឹងថាពួកគាត់កដោយកដាយណាខ្ញុំនិយាយតែអ្នកល្អអ្នកមានចិត្តទេណាអ្នកដែលគាត់គួរឲ្យអាណិតអាសូរមែនណាបងប្អូនខ្លោចផ្សាណាស់ខ្លោចផ្សាហ្មងមានផ្ទះនៅមិនបានគាត់ត្រូវប្រផាត់ប្រភិញហួសនៅ5ថ្ងៃ5ខ្យល់អូយអាណោចអាធំគាត់ណាបងប្អូនអើយខ្លោចចិត្តអញ្ចឹងហើយគាត់នៅមានចិត្តជួយទៅដល់ម្ចាស់ជំនួយពីភ្នំពេញអញ្ចឹងណាគាត់ថាធម្មតាទេគេជួយយើងបានប៉ុណ្ណាយើងយកប៉ុណ្ណឹងទៅតែយើងអាចជួយខ្លួនឯងបានខ្លះអ្វីដែលគាត់អាចធ្វើទៅបានណាស្ដាប់ទៅគាត់មួយយ៉ាងហ្នឹងហើយខ្ញុំដឹងបានប៉ុណ្ណឹងហើយខ្ញុំជំរាបជូនបងប្អូនតាមជាក់ស្ដែងឃើញថាសកម្មភាពរបស់គាត់ធ្វើហ្នឹងគឺវាល្អមែនហើយពេលខ្លះគាត់រកបានច្រើនក៏គាត់ម្លែកឲ្យអ្នកភេសឹកជាប់គ្នាហូបដែរមិនមែនថាអូគាត់រកបានច្រើនហើយគាត់ហូបតែឯងទេប្រឡាក់ខ្លះអីខ្លះចែកម្លែកគ្នាខ្លះអញ្ចឹងណាមានអីបងប្អូនយើងស្រឡាញ់គ្នាក្នុងគ្រាមានអាសន្នគេហៅថានៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយតែមួយនឹងឯង